សូមស្វាគមន៍មកកាន់ Channel សំឡេងសៀវភៅទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទមួយដែលមានចំណងជើងថាសមត្ថភាពនិងសញ្ញាបត្រតើខ្លឹមសារនៅក្នុងអត្ថបទនេះមានអត្ថន័យយ៉ាងណាយើងចូលទៅស្ដាប់ទាំងអស់គ្នាសញ្ញាបត្រពិតប្រាកដគឺជាអ្វីថ្មីត្បិតតែសញ្ញាបត្រជាភស្តុតាងមួយបញ្ជាក់ថាយើងបានសិក្សាដល់កម្រិតណាតែនេះគ្រាន់តែជាការវាយតម្លៃក្នុងផ្លូវមួយតែប៉ុណ្ណោះសូម្បីតែស្ថាប័នសិក្សាពីប្រទេសមួយទៅប្រទេសមួយពីតំបន់មួយទៅតំបន់មួយក៏មានកម្រិតមិនស្មើគ្នារួមផ្សំទាំងសមត្ថភាពបុគ្គលនីមួយៗក៏មានកម្រិតខុសៗគ្នាដែរហើយអ្វីដែលយើងមើលឃើញកាន់តែច្បាស់នោះគឺអ្នកដែលសម្រេចបានជោគជ័យក្នុងជីវិតពុំមែនសុទ្ធតែអ្នកមានសញ្ញាបត្រខ្ពស់ចំណែកអ្នកមានសញ្ញាបត្រខ្ពស់ក៏ពុំមែនសុទ្ធតែសម្រេចជោគជ័យក្នុងជីវិតទាំងអស់គ្នាដែររហូតដល់ឪពុកម្ដាយខ្លះបន្ទោសកូនថាឯងស្ងោរសញ្ញាបត្រស៊ីកើតឬការនិយាយបែបនេះពុំមែនយើងខ្ញុំចង់បង្អាប់អ្នកមានសញ្ញាបត្រអ្វីទេមុននឹងបានសញ្ញាបត្រមួយខ្លះខំរៀនស្ទើរតែលៀនភ្នែករីឯអ្នកដែលមានគំនិតទូលំទូលាយគិតកិច្ចការធំក៏ត្រូវតែបានរៀនមានសញ្ញាបត្រមកសិនតែប្រការខុសគ្នានៅត្រង់ថាអ្វីដែលយើងចង់និយាយនោះគឺតើគេយកចំណេះទាំងនោះមកប្រើឲ្យកើតជាប្រយោជន៍និងពង្រីកចំណេះដឹងបន្ថែមបានដល់កម្រិតណាយុវជនម្នាក់បានទៅសិក្សាបន្តនៅសហរដ្ឋអាមេរិករហូតជាប់បានសញ្ញាបត្របណ្ឌិតជំនាញកុំព្យូទ័រក្រោយពីបញ្ចប់ការសិក្សាគេក៏គិតរកការងារធ្វើនៅសហរដ្ឋអាមេរិកតែម្ដងដោយសារតែមានសញ្ញាបត្របណ្ឌិតទើបគេជ្រើសរើសរកតែការងារណាដែលស្ថិតនៅក្នុងមុខតំណែងខ្ពស់ប៉ុណ្ណោះគេមានគំនិតថាបើរកមុខតំណែងទាបពេកពិតជាមិនស័ក្តិសមនឹងកិត្តិយសរបស់ខ្លួនឡើយដូច្នេះហើយទើបគេចេះតែស្វែងរកការងារបន្តបន្ទាប់អស់ពេលដ៏យូរតែក៏នៅតែគ្មានកន្លែងណាទទួលយកគេឲ្យធ្វើការដែរនៅរាត្រីមួយក្រោយពីសេចក្ដីគិតពិចារណាអស់ពេលដ៏យូររួចមកគេក៏សម្រេចចិត្តផ្លាស់ប្ដូរវិធីរកការងារបែបថ្មីវិញលុះព្រឹកឡើងគេក៏ចូលមកចុះឈ្មោះនៅក្រុមហ៊ុនស្វែងរកការងារមួយតែគេមិនបានយកសញ្ញាបត្រអ្វីមកបង្ហាញទេគេប្រថុយរកការងារដែលប្រើចំណេះដឹងតិចតួចជាមុនហួសពីការស្មានទៅទៀតកន្លងទៅមិនបានប៉ុន្មានថ្ងៃគេក៏បានទទួលដំណឹងពីក្រុមហ៊ុនស្វែងរកការងារមកថាមានក្រុមហ៊ុនមួយព្រមទទួលយករូបគេឲ្យធ្វើការក្នុងតំណែងបុគ្គលិកផ្នែកទិន្នន័យសម្រាប់បណ្ឌិតផ្នែកកុំព្យូទ័រការងារក្នុងតំណែងនេះគឺពិតជាមិនស័ក្តិសមនឹងសញ្ញាបត្ររបស់ខ្លួនឡើយប៉ុន្តែគេក៏ដឹងថាទម្រាំនឹងរកការងារបានធ្វើមិនមែនជារឿងងាយស្រួលប៉ុន្មានទេដូច្នេះគេក៏ខំយកចិត្តទុកដាក់ធ្វើការងារនោះសិនទៅកន្លងទៅមិនយូរប៉ុន្មានថៅកែក្រុមហ៊ុនមើលឃើញថាយុវជនម្នាក់នេះមានសមត្ថភាពលើសពីបុគ្គលិកផ្នែកទិន្នន័យទូទៅពីព្រោះគេយល់ដឹងពីកំហុសឆ្គងដ៏ស្មុគស្មាញផ្សេងដែលបុគ្គលិកធម្មតាមិនយល់ដល់អំពីទិន្នន័យដល់ពេលនោះគេក៏យកបរិញ្ញាបត្ររបស់ខ្លួនចេញមកទើបថៅកែផ្លាស់គេឲ្យទៅធ្វើការក្នុងតំណែងដ៏សមរម្យមួយកន្លងបានប៉ុន្មានខែក្រោយមកថៅកែក្រុមហ៊ុនក៏មានអារម្មណ៍ថាយុវជនម្នាក់នេះមានភាពឈ្លាសវៃជាងអ្នកមានបរិញ្ញាបត្រដទៃផ្សេងទៀតព្រោះគេតែងស្នើនៅគំនិតយោបល់ល្អមានប្រយោជន៍និងខុសប្លែកពីអ្នកដទៃជានិច្ចពេលនោះគេក៏យកបរិញ្ញាបត្រខ្ពស់មួយកម្រិតទៀតមកឲ្យថៅកែក្រុមហ៊ុនមើលថៅកែក៏ប្រញាប់ផ្លាស់តំណែងថ្មីឲ្យគាត់ទៅទៀតកន្លងទៅបានកន្លះឆ្នាំទៀតថ
ថៅកែក្រុមហ៊ុននៅតែមានអារម្មណ៍ថាគេមានសមត្ថភាពខ្ពស់ខុសប្លែកពីបុគ្គលិកទូទៅគេអាចដោះស្រាយបញ្ហាធំខាងបច្ចេកទេសដែលកើតឡើងក្នុងកន្លែងធ្វើការបានស្ទើរគ្រប់យ៉ាងថៅកែក្រុមហ៊ុនបានអញ្ជើញគាត់ឲ្យទៅទទួលទានអាហារនៅផ្ទះក្រោយពីបានសួរដេញដោលពីនេះពីនោះទើបគេបង្ហើបប្រាប់ថាខ្លួនមានសញ្ញាបត្របណ្ឌិតផ្នែកកុំព្យូទ័រតែដោយសារពិបាករកការងារធ្វើពេកទើបខ្លួនមិនបានបង្ហាញសញ្ញាបត្រនោះឲ្យគេដឹងស្អែកឡើងពេលមកដល់កន្លែងធ្វើការគេបានឃើញសេចក្តីប្រកាសតែងតាំងខ្លួនឲ្យឡើងធ្វើជាចាងវាងដោយពុំទាន់បានបង្ហាញសញ្ញាបត្របណ្ឌិតផ្នែកកុំព្យូទ័រអ្វីនៅឡើយការវាយតម្លៃមនុស្សក្នុងរយៈដំបូងពុំមែនសុទ្ធតែត្រូវទាំងអស់នោះទេជួនក៏លើសជួនក៏ខ្វះតែសូមអ្នកកុំទាន់អាក់អន់ចិត្តធ្វើអ្វីមាសសុទ្ធមិនខ្លាចភ្លើងឲ្យតែយើងមានសមត្ថភាពនិងយកចិត្តទុកដាក់មាសរបស់យើងនៅតែមានតម្លៃប៉ុន្តែបើថៅកែមិនស្គាល់មាសទេគេក៏គ្មានសមត្ថភាពធ្វើជាថៅកែឬជាអ្នកដឹកនាំរបស់យើងដែរតើចាំបាច់នៅសន្សំកម្មជាមួយគេធ្វើអ្វីមិនក៏មិនដកថយប៉ុន្តែមានលក្ខខណ្ឌមួយសូមឲ្យមានសមត្ថភាពពិតប្រាកដសូមកុំអស់សង្ឃឹមតើថ្ងៃនេះយើងដើរទៅមុខបានប្រមាណជំហានផែនការធំវាអាស្រ័យលើការសម្រេចផែនការក្នុងមួយថ្ងៃនោះឯងមួយជំហានមានប្រយោជន៍